ក្មេងស្រីម្នាក់មើលដឹងភ្លាមថាមួយនាទីទៀតនាងនោះនឹងធ្វើពុតជាដួលរួចចោទប្រកាន់មកលើខ្លួនឯងធ្វើពុតជាជួយខ្ញុំបន្ទាប់មកធ្វើពុតជាដួលរួចនិយាយថាខ្ញុំរុញគាត់ល្បិចបោកប្រាស់ថោកទាបបែបនេះសិស្សខំសិក្សាក៏មិនលេងដែរហើយនៅពេលនោះប្តីនិងប្អូនថ្លៃស្រីនៅក្បែរនោះតែជាសំឡេងក្នុងចិត្តរបស់គាត់ទៅវិញតែអ្នកទាំងពីរបែរជាមិនជឿសោះព្រោះក្នុងចិត្តពួកគេស្រីឆ្នះជាមនុស្សចិត្តល្អទៅវិញឯក្មេងស្រីនោះទៅជាមនុស្សអាក្រក់មានល្បិចក៏ច្រើននរណាដឹងថាមួយវិនាទីបន្ទាប់ពួកគេក៏ត្រូវគេទះកំភ្លៀងយ៉ាងចាស់ដែរឃើញបែបនេះបងប្អូនប្រុសស្រីទាំងពីរនាក់ហាក់មិនគួរឲ្យជឿពិតជាត្រូវដូចគាត់និយាយមែនមិនក៏អាចទៅរួចខណៈដែលនាងផ្កាយត្រីកំពុងសម្ដែងយ៉ាងសកម្មដោយមិនដឹងថាពួកគេទាំងពីរបានមើលឃើញល្បិចកលរបស់នាងហើយពេលឃើញនាងផ្កាយត្រីបង្ខូចកេកឈ្មោះក្មេងស្រីនោះទើបបុរសនោះដឹងថានាងផ្កាយត្រីហាក់ដូចជាមិនសូវចិត្តល្អដូចដែលគាត់គិតទេតាមពិតក្មេងស្រីនោះជាភរិយាដើមនៃត្រកូលអភិជនគូតែស្រីឆ្លៀតឱកាសចង់រៀបការចូលត្រកូលអភិជនតែបែរជាបង្កាច់បង្ខូចនាងវិញច្រើនដងយូរទៅបុរសជាប្តីនិងប្អូនថ្លៃស្រីចាត់ទុកនាងជាមនុស្សអាក្រក់ទៅវិញទ្រាំលែងបានបុរសជាប្តីមិនខ្វល់ពីនាងឈឺធ្ងន់ក៏យកកិច្ចសន្យាលែងលះទៅឲ្យនាងប៉ុន្តែពេលដែលគាត់ហុចកិច្ចសន្យានោះទៅគាត់បែរជាឮសំឡេងក្នុងចិត្តរបស់នាងយ៉ាងអស្ចារ្យអ្នកដែលធ្វើបាបអ្នកបែរជាមិនឲ្យតម្លៃដោយសារតែស្រីកំណាចម្នាក់ជើងទាំងសងខាងរបស់នាងពិការក្រុមហ៊ុនខ្សែធនទីបំផុតស្លាប់យ៉ាងវេទនាសម្មុខហើយមនុស្សប្រុសថោកទាបឯងនិយាយអីខ្ញុំមិនបាននិយាយអីផងពេលនេះបុរសនោះមិនទាន់ដឹងថាអ្វីដែលនារីម្នាក់នេះកំពុងគិតគឺជាការពិតនោះទេមូលហេតុដែលគាត់អាចដឹងពីដំណើររឿងទុកមុនគឺដោយសារគាត់កំពុងស្ថិតក្នុងប្រឡោមលោកដែលគាត់ធ្លាប់បានអាន3ថ្ងៃមុនក្មេងស្រីបានឆ្លងចូលទៅក្នុងប្រឡោមលោកដែលនាងបានអានដោយចៃដន្យទើបក្លាយជាតួរងដ៏កំសត់ដែលបុរសយល់ច្រឡំពេលឃើញបូមាត់នាងមិនកម្រើកតែខ្លួនឯងនិងប្អូនស្រីអាចលឺនាងនិយាយបុរសនោះក៏យល់ភ្លាមអ្នកទាំងពីរបានឮសំឡេងពីក្នុងចិត្តរបស់នាងដោយគិតដល់ជោគវាសនាដ៏សោកសៅរបស់ខ្លួនបុរសនោះក៏សម្រេចចិត្តមិនទាន់លែងលះគ្នាតែនាំនាងត្រឡប់ទៅផ្ទះវិញសិនដើម្បីរកឲ្យឃើញថាមានរឿងអ្វីកើតឡើងមិនយូរប៉ុន្មានក្មេងស្រីក៏បានត្រឡប់ទៅវិឡាត្រកូលគូវិញដោយគិតថានាងហៀបនឹងលែងលះហើយក្មេងស្រីក៏សម្រេចចិត្តទុកលុយខ្លះសម្រាប់ខ្លួនឯងដែរមិនយូរប៉ុន្មាននាងក៏បានហៅក្រុមហ៊ុនដឹកជញ្ជូនមកបន្ទាប់មកនាងបានរើគ្រឿងសង្ហារិមមានតម្លៃទាំងអស់ចេញសូម្បីតែរបស់របរផ្ទាល់ខ្លួនរបស់គាត់ក៏នាងមិនទុកដែរកុំរំលងឲ្យសោះណាសប្តាហ៍ថែរក្សាភ្នែករបស់ក្រុមហ៊ុនគូលក់សម្ភារៈផ្ទាល់ខ្លួនបញ្ចុះតម្លៃយ៉ាងច្រើនម្យ៉ាងវិញទៀតបុរសនោះក៏បានដឹងថានាងកំពុងតែដាក់លក់សម្ភារៈផ្ទាល់ខ្លួនរបស់គាត់ភ្លាមនោះក៏ផ្អាកការងារចោលប្រញាប់ប្រញោលទៅភ្លាមលុះពេលគាត់ទៅដល់ទើបដឹងថាក្មេងស្រីកំពុងតែដាក់លក់ខដែលគាត់ស្លៀកតែម្ដងអូពិតជាសប្តាហ៍ថែរក្សាភ្នែកមែនដើម្បីកុំឲ្យខូចកេរ្តិ៍ឈ្មោះត្រកូលគូបុរសនោះក៏ប្រញាប់នាំនាងត្រឡប់ទៅផ្ទះវិញពេលទៅចូលដល់ផ្ទះភ្លាមគាត់ក៏ឃើញផ្ទះត្រូវបានគេរុះរើអស់ពេលនេះមិនមែនតែបងប្រុសទេសូម្បីតែប្អូនប្រុសប្អូនស្រីរបស់គាត់ក៏មិនសប្បាយចិត្តដែរថែមទាំងនិយាយថាចរិតឆ្មើងឆ្មៃរបស់នាងគឺមិនស័ក្តិសមនឹងរៀបការជាមួយបងប្រុសសោះមានតែនាងស៊ីនជីនទេដែលសុភាពរៀបសារទើបស័ក្តិសមធ្វើជាភរិយាពេលនោះហើយតែរបស់គាត់ក៏ចេញមកដែរហើយដាស់តឿនគាត់ឲ្យលែងលះនាងភ្លាមថែមទាំងថាមានតែមនុស្សស្រីដូចជាស៊ីនជីននឿទេដែលអាចនាំលាភសំណាងដល់ប្តីតែមួយវិនាទីបន្ទាប់គាត់ក៏ឮសំឡេងក្នុងចិត្តរបស់នាងម៉ាក់គូយ៉ាងចៅជេរទៅខំជេរទៅពេលនៅមានខ្យល់ដកជេរឲ្យបានច្រើនទៅមួយឆ្នាំទៀតកូនប្រុសច្បងត្រូវគេរុញទម្លាក់ពីលើផ្ទះកូនស្រីលងទឹកស្លាប់កូនប្រុសពៅត្រូវគេគាស់ភ្នែកវះយកក្រលៀនប្តីត្រូវគេដកបំពង់អុកស៊ីសែនខ្លួនឯងក៏កើតមហារីកសដនដំណាក់កាលចុងក្រោយដែរប្រហែលជាលែងមានកម្លាំងជេរហើយមើលទៅស៊ូម៉ូឯងម៉ាក់អ្វីដែលខ្ញុំបានឬតើជាសម្លេងក្នុងចិត្តរបស់ស៊ូម៉ូខ្ញុំមិនអនុញ្ញាតរឿងទាំងនេះកើតឡើងទេចាំខ្ញុំនាំម៉ាក់ខ្ញុំទៅវិញទៅមន្ទីរពេទ្យពិនិត្យស៊ូម៉ូឯងចង់មានន័យថាម៉េចឯងនិយាយអ្វីផ្ដេសផ្ដាសម៉េចខ្ញុំអាចត្រូវគេវះភ្នែកវះតម្រងនោមម៉ាក់ខ្ញុំមានសុខភាពល្អណាស់ម៉េចគាត់ឈឺទៅវិញបងប្រុសម្នាក់នេះខ្ញុំមើលមុខឯងស្លេកស្លាំងខ្លាចតែគេក្បត់ហើយមើលទៅស្នេហាប្រហែលជាមិនសូវរលូនទេអីនាងចង់និយាយថាម៉េចអាល្ងងនេះនៅសួរថាម៉េចទៀតន័យថាគេកំពុងតែបោកឯងហើយអត់យល់ទៀតអាមួយនេះប្រហែលពេលចាប់ជាភ្លេចបើកបញ្ញាហើយមើលទៅមិនចម្លែកទេដែលគេក្បត់ពិតជាមនុស្សល្ងងមែនសង្សារអ៊ីជើពិតជាក្បត់គាត់មែនតើស៊ូម៉ូឯងហ៊ានថាអញត្រូវគេក្បត់ខ្ញុំនឹងសម្លាប់អ្នកស្ងប់ស្ងាត់សិនស្ងប់ស្ងាត់កញ្ញាស៊ូខ្ញុំដឹងអ្នកមិនដែលចូលចិត្តអ៊ីជើទេមែនទេប៉ុន្តែអ្នកក៏មិនគួរបន់ស្រន់ឲ្យសង្សារគាត់អាក្រក់អីចឹងដែរ
ខ្ញុំសូមបន់ស្រន់ឲ្យគេវេទនាអូគួរឲ្យអាណិតណាស់មិនទាន់ដឹងផងមិត្តស្រីក្មេងរបស់គេនោះទើបតែចុះពីក្រែប្រុសសូមអបអរសាទរណាមិត្តស្រីឯងនឹងស៊ូម៉ូខ្ញុំនឹងសម្លាប់ឯងអហោចិត្តសិនមកបងប្រុសសង្សារបងប្រហែលជាទើបត្រឡប់មកពីថៃហើយមើលទៅអហោហ៊ានម្លេះអ្នកមកពីថៃហើយហ៊ាននាំចូលផ្ទះទៀតតែការវះកាត់កែភេទនៅថៃពិតជាអស្ចារ្យមែនមនុស្សម្នាក់នេះមើលមិនយល់សោះនឹងម៉េចក៏ឯងលុតជង្គង់យ៉ានចៅជីមកតើនាងមានរឿងអីឲ្យប្រកាសធ្វើអត្តឃាតខូចខួរក្បាលហើយចុះហេតុអីខ្ញុំអាចឬសំឡេងក្នុងចិត្តរបស់នាងតើអ្នកទាំងអស់គ្នាទេអញ្ចឹងអ្វីដែលគាត់និយាយគឺពិតចុះបងប្រុសទី2របស់អ្នកវិញប្រហែលជាបងប្រុសទី2របស់អ្នកខ្ញុំចាំថាពីមុនបងប្រុសទី2ធ្លាប់ប្រាប់ខ្ញុំថាសង្សាររបស់គាត់ហាក់ដូចជាពិតជាមកពីប្រទេសថៃមិនអាចទៅរួចទេម៉េចអាចទៅរួចកញ្ញាស៊ូអ្នកធ្វើហួសហេតុពេកហើយម៉េចអ្នកចេះតែនិយាយដើមមិត្តស្រីរបស់គាត់ចឹងអ្នកអាចបកអាក្តាមដែលនៅក្នុងមាត់អ្នកចេញសិនចាំនិយាយជាមួយខ្ញុំបានទេសុំទោសណាស៊ីលីនខ្ញុំទ្រាំលែងបានយ៉ានចៅខ្ញុំគ្រាន់តែនិយាយការពិតប៉ុណ្ណោះតែនាងបែរជាធ្វើឲ្យខ្ញុំអាម៉ាស់បែបនេះការដាស់តឿនដោយចិត្តល្អរបស់ពួកអ្នកហើយថាការអាម៉ាស់ស៊ូម៉ូឲ្យពាក្យសម្ដីរបស់ហែងគឺពិតជាហួសហេតុពេកហើយឆាប់សុំទោសស៊ីលីនទៅស៊ូម៉ូកុំនិយាយបែបនេះដាក់គាត់អីរបៀបនិយាយរបស់ស៊ីលីនគឺបែបនេះតាំងពីដើមមកហើយអូយឯងនៅមានចិត្តនិយាយការពារគេទៀតមានពេលនេះមើលថែខ្លួនឯងទៅចុះអ្នកចាត់ទុកគេជាមនុស្សល្អឥតខ្ចោះគេចាត់ទុកអ្នកជាម៉ាស៊ីនដកលុយចាំតែឆក់យកក្រុមហ៊ុនរបស់អ្នកបញ្ជូនអ្នកទៅកាន់ស៊ីលីនធ្លាប់ជួយសង្គ្រោះជីវិតខ្ញុំនាងតែងតែមានចិត្តល្អតើនាងពិតជាក្បត់ខ្ញុំមែនទេស៊ីលីនស្រឡាញ់បងប្រុសខ្ញុំខ្លាំងណាស់ម៉េចក៏នាងអាចធ្វើរឿងបែបនេះទៅមែនហើយស៊ីលីនចង់រៀបការជាមួយយ៉ានចៅជានិច្ចនាងមិនក្បត់យ៉ានចៅទេកញ្ញាស៊ូខ្ញុំដឹងអ្នកតែងតែដោយសារយ៉ានចៅរឿងលេងលេះជាមួយអ្នកបន្ទោសខ្ញុំមែនទេកុំខឹងអីណាខ្ញុំសុំផឹកតែជំនួសស្រាដើម្បីសុំទោសលោកស្រីកញ្ញាស៊ូមិនព្រមទទួលតែរបស់ខ្ញុំមិនព្រមអត់ទោសឲ្យខ្ញុំមែនទេចង់លេងល្បិចតែទៀតហើយគ្រាន់តែអង្គុយចុះខ្ញុំដឹងថាអ្នកចង់ធ្វើអ្វីហើយខ្ញុំមានទស្សនវិស័យរបស់ព្រះជាមនុស្សដែលព្រះបានជ្រើសរើសកុំសង្ឃឹមថានឹងបញ្ឆោតខ្ញុំកញ្ញាលីនប្រសិនបើអ្នកឈប់ឥឡូវនេះប្រហែលជាខ្ញុំនឹងលើកលែងទោសឲ្យអ្នកបើអ្នកនៅតែរឹងតឹងកុំបន្ទោសខ្ញុំថាគ្មានមេត្តាយ៉ានចៅកញ្ញាស៊ូមិនព្រមទទួលយកការសុំទោសរបស់ខ្ញុំសោះធ្វើយ៉ាងម៉េចទៅស៊ូម៉ូគាត់មានចិត្តណាល្អទេផឹកទៅចុះនឹងហើយផឹកទៅតែមួយកែវសោះមិនចម្លែកទេគ្រួសារឯងស្លាប់អស់អែកទីបំលេះចុះនរកហើយកម្រិតនេះមិនបាច់ផឹកទឹកបំភ្លេចជាតិទេអាហើយតែដាក់ថ្នាំនេះទុកឲ្យខ្លួនឯងផឹកទៅតែនេះមិនមែនដាក់ថ្នាំមែនទេដឹងខូចខើពេកហើយម៉េចក៏ឯងរំភើបម្លេះតែធម្មតាទេឯងមិនដាក់ថ្នាំក្នុងនឹងមែនទេឯងល្ងងមែនពេញកន្លែងមានប្រុសតែ2នាក់ដាក់ថ្នាំពើកម្លាំងនៅកន្លែងបែបនេះចង់ឲ្យអ្នកណាខ្ពើមយ៉ានចៅរឿងបែបនេះម៉ាក់ក៏មិនអាចបង្ខំបានដែរក្មួយសុំបងថ្លៃមើលព្រោះគាត់ជាអ្នកពាក់ព័ន្ធផ្ទាល់ស៊ុយលីនឲ្យមិនមែនម៉ាក់មិនជួយក្មួយទេតែវាពិតជារឿងរបស់ក្មេងឯងជារឿងរបស់គេទាំង2នាក់អូខ្ញុំមិនហ៊ានលូកដៃទេឯងមិនទាន់ទៅទៀតបើឯងមិនទៅឥឡូវនេះមួយសន្ទុះទៀតថ្នាំនៅក្នុងទឹកតែនេះនឹងចេញកំហឹងហើយជីយ៉ានចៅមីងខ្ញុំមានរយៈបន្តិចខ្ញុំសុំទៅមុនហើយអ្នកទាំងអស់គ្នានិយាយគ្នាជាមួយកញ្ញាស៊ូឲ្យបានល្អគាត់ប្រកាសជាយល់ព្រមលែងលះហើយក្នុងទឹកតែនេះមិនមែនមានអ្វីពិតមែនទេដឹងគាត់ទាយត្រូវ2ដងហើយមិញនេះបងស្រីស៊ីលីនប្រញាប់ប្រញ័រចេញទៅបាត់អីចឹងមានន័យថាគាត់ហើយដូចបងប្រុសទី2អញ្ចឹងមានវាលស្មៅខៀវស្រងាត់នៅលើក្បាលអូឡូ
មកបៃតងនេះទៅថ្ងៃក្រោយគឺឯងជាអ្នកស្នងតំណែងហើយស្នេហាគឺជាពន្លឺមួយបៃតងដល់ថ្នាក់ឯងស្លន់ស្លោអាឡូខ្ញុំចេញពីត្រកូលគូហើយគម្រោងដេញថ្លៃរបស់ក្រុមហ៊ុនគូស៊ឺចេញហើយឥឡូវឯងទៅក្រុមហ៊ុនគូយ៉ានជើទៅលួចយកគម្រោងនោះមកកុំបារម្ភខ្ញុំបានរកឃើញអ្នកដែលសហការជាមួយអ្នកហើយយល់ហើយខ្ញុំដឹងហើយនេះម៉ូឆាប់មករកយាយមកលោកយាយគូក្នុងសាច់រឿងដើមលោកតាគូបានស្លាប់តាំងពីក្មេងគាត់ជាអ្នកទ្រទ្រង់គ្រួសារគូទាំងមូលឥឡូវនេះគូតែជាវ័យដែលគាត់បានសម្រាកតែបែរជាត្រូវកូនចៅមិនកតញ្ញូទាំងនេះធ្វើឲ្យលំបាកចុងក្រោយត្រូវគេធ្វើឲ្យខឹងស្លាប់អូស្ដាយណាស់ថ្ងៃនេះតន់គ្រប់គ្នាជុំគ្នាខ្ញុំនិយាយឲ្យច្បាស់តែម្ដងបើកូនឯងចង់លែងលះយ៉ាងចៅមែននោះយកថ្លៃបណ្ដាការ5លានដែលខាងគ្រួសារយើងឲ្យប្រគល់មកវិញឲ្យខ្ញុំប៉ាកូនមិនអាចទៅរួចទេយកលុយពីដៃខ្ញុំទៅវិញមិនអាចទៅរួចទេហ៊ានមកទាលុយពីដៃខ្ញុំសោះដូចដោះខោទៅចាប់ខ្លាចឹងអត់ខ្មាស់គេហើយថែមទាំងមិនខ្លាចស្លាប់ទៀតបងថ្លៃនោះប៉ាយើងទេនិយាយឲ្យសំរុំផងអារឿងមង្គលការនេះមិនមែនដល់ថ្នាក់ត្រូវលែងលះគ្នាទេរឿងក្មេងទេទុកឲ្យពួកគេដោះស្រាយគ្នាឯងទៅរឿងក្មេងអីជារឿងគ្រួសារគូទេលោកចាស់កុំស្មានថាខ្ញុំមិនដឹងលោកកំពុងគិតអ្វីនោះគិតលុយលឿនដូចគិតប៉ះមុខខ្ញុំចឹងចង់យកលុយទៅវិញឲ្យកូនក្រៅខោអាវឯងមែនទេកូនក្រៅខោអាវឯងស៊ូម៉ូកុំនិយាយផ្ដេសផ្ដាសនិយាយឲ្យច្បាស់មកមើលឈឺអត់ទេខ្ញុំនិយាយអីហ្នឹងចាស់ចង្រៃឯងចង់ងាប់ហើយមែនទេហ៊ានលួចលាក់មានកូនប្រុសនៅខាងក្រៅអូយប្រពន្ធសម្លាញ់អូនគ្មានកំហុសទេអូនសម្លាញ់ហ៊ានថាឲ្យខ្ញុំទៀតហ៊ានជេរទៀតសមហើយដែលកូនចិញ្ចឹមដកអុកស៊ីសែនឯងកូនចិញ្ចឹមដែលឯងខ្វល់ខ្វាយបំផុតនោះក៏មិនមែនជាកូនបង្កើតឯងដែរឯងគ្រាន់តែជាអ្នកទទួលបន្ទុកទេមើលមុខខ្ញុំធ្វើអីហើយនឹងច្រមុះឯងនោះមានអីអាចាស់ងាប់មួយនឹងចេញមកឲ្យខ្ញុំមើលថ្ងៃនេះខ្ញុំត្រូវតែគិតគូររឿងនេះឲ្យបានច្បាស់លាស់ជាមួយឯងអូនសម្លាញ់ស្ដាប់បងសិនមកអូយអូនសម្លាញ់ម៉ាក់នៅតែខ្លាំងដូចសពដងរ៉ែកាលនោះលោកគ្រូលោគុណគូមិនខុសទេផ្លូវរស់តែមួយគត់របស់ត្រកូលគូពួកយើងគឺក្មួយស្រីស៊ូនឹងឯងម៉ាក់ឃើញថាពួកឯងក៏មិនអាចរស់នៅទីនេះបានដែរចាំបន្តិចទៅរស់នៅផ្ទះចាស់ជាមួយម៉ាក់ទាំងអស់គ្នាយ៉ានចៅមកតាមខ្ញុំមួយផ្លែតមកបានបងប្រុសរឿងកូនក្រៅខរបស់ប៉ាពិតមែនអត់សើបមើលទៅដឹងហើយអហមិនក៏ទៅអស់ហើយនោះនៅណាបងថ្លៃស្រីពួកយើងក៏ជាមនុស្សដែរយ៉ានចៅរឿងដែលទើបកើតឡើងនេះអ្នកក៏បានឃើញដែរអ្នកគិតយ៉ាងម៉េចស៊ូម៉ូមិនត្រឹមតែដូចជាមនុស្សផ្សេងហើយថែមទាំងមានសមត្ថភាពមើលឃើញជោគវាសនារបស់អ្នកអតីតទៀតផងនៅពេលដែលកូនទើបនឹងកើតមានគ្រូទីម្នាក់ឈ្មោះលោកគ្រូឡូធ្លាប់មកទស្សទាយឲ្យត្រកូលគូរបស់ពួកយើងថាជីតារបស់កូននឹងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍លទ្ធផលគឺមិនដល់1ខែផងលោកតាឯងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍គាត់ថែមទាំងនិយាយថាគ្រួសារយើងត្រកូលគូគ្មាននរណាម្នាក់ស្លាប់ស្រួលទេមានតែវិធីដោះស្រាយមួយគត់មើលទៅថ្ងៃនេះកញ្ញាស៊ូម្នាក់នេះគឺជាវិធីដោះស្រាយនោះឯងស៊ូម៉ូបើគាត់អាចមើលឃើញអនាគតរបស់មនុស្សគ្រប់គ្នាប្រកាសជាមានវិធីផ្លាស់ប្ដូរវាបានទោះយ៉ាងណាត្រូវតែទុកគាត់នៅក្នុងត្រកូលគូរបស់យើងលោកយាយកុំបារម្ភខ្ញុំដឹងថាត្រូវធ្វើអ្វីហើយអូយបងថ្លៃស្រីពិចារណាលើបងប្រុសខ្ញុំទៅណាមើលគាត់ទៅមានលុយមានរូបរាងនៅទូទាំងទីក្រុងជាងឆឹងគឺពិបាករកណាស់រកពិបាកដូចចង្គៀងរកកំជុលក្នុងបាតសមុទ្រគិតមើលទៅណាអូនសម្លាញ់ទីពឹងក៏អាចរំបានដែរពួកយើងនេះត្រូវពឹងលើដៃទាំងពីររបស់យើងវិញទេខិតខំធ្វើការដើម្បីក្លាយជាអ្នកមានដើម្បីទទួលបានអ្វីដែលខ្លួនចង់បានលុយដែលមិនទាន់នៅក្នុងដៃបងនឹងគេហៅលុយដែរលែងលះបាន200លានមនុស្សល្ងងក៏ចេះជ្រើសរើសដែរដល់វេនខ្ញុំហើយបងថ្លៃបងគិតថាអូននៅអាចរកស្នេហ៍ពិតឃើញទេបានតើអូនមានចំណុចល្អច្រើនណាស់អាហាឧទាហរណ៍ថា
ឧទាហរណ៍មានមួកពណ៌បៃតងស្អាតមួយក្មេងឆ្កួតឯងគួរគិតពីរបៀបដោះស្រាយមិត្តស្រីកាត់របស់ឯងបែកគ្នាទៅយ៉ាងណាមិញគេពិបាកដោះស្រាយណាស់ណាស្រែកអីនឹងនាងលើកឡើងទៀតហើយអូយឈប់ទៅខ្ញុំនាំអ្នកបំបត្តិទុក្ខសោកដោយការបរិភោគណាខ្ញុំចង់ញ៉ាំបង្កងអូស្ត្រាលីធំណាស់គ្មានបញ្ហាទេឯងធ្វើអីនឹងខ្ញុំគ្រាន់តែចង់សួរអ្នកឯងថាអ្វីដែលអ្នកឯងគិតវាពិតមែនទេតើអ្នកដឹងយ៉ាងម៉េចថាខ្ញុំគិតអ្វីឬមួយអ្នកឯងមានអំណាចពិសេសអាចជាអ្វីដែលខ្ញុំគិតអ្នកឯងចេះមើលហុងស៊ុយទេចឹងជួយទាយឲ្យខ្ញុំម្ដងទៀតបានទេអូគាត់ស្មានថាខ្ញុំចេះទាយនឹងតើតែក្នុងស្ថានភាពបែបនេះមិនមែនចេះតែទាយទេគឺដូចជាអ្នកប្រាជ្ញនៅរស់អីចឹងទាយមែនទេបានតើឲ្យលុយសិនមកលែងលះគ្នា200លានស៊ូម៉ូឯងមើលតែលុយទេទី1មើល200លានតែបំផុត100000 100ហ្វាង80000 2លាន50000យកព្រមថាអ្នកសាហាវណាស់8លានព្រមព្រៀងបរោះចង់ចរចាជាមួយខ្ញុំហាត់បន្ថែមទៀតទៅកុំនិយាយផ្ដេសផ្ដាសអីអូយឯងរអ៊ូម្លេះយកមកអ្នកជាមនុស្សដែលលោកលឆេនចាត់មកមែនទេយកឯកសារដេញថ្លៃមកឲ្យខ្ញុំអ្នកនាងឈ្មោះលីនសឺលីនមែនទេលោកលឆេនពូកែមែនណាផ្ទះថែមទាំងនៅក្បែរលោកគូយ៉ាងចៅអាចដាក់មនុស្សបានទៀតក្រុមហ៊ុនគូគ្រប់ក្នុងគម្រោងនេះបានបោះទុនយ៉ាងច្រើនតែនេះជាចំណុចសំខាន់បំផុតបើដេញថ្លៃចាញ់នឹងជួបគ្រោះមហន្តរាយអាក្រក់ហើយថ្នាំចាប់ផ្ដើមមានប្រសិទ្ធភាពហើយកញ្ញាលីនមិនអីទេកញ្ញាលីនមិនអីទេសាច់ដុំក្បាលពស់8កង់នៅមានទ្វារ2ទៀតមនុស្សប្រុសថោកទាបមើលទៅក៏សមសួនដែរតែសង្ហាប៉ុណ្ណាក៏ដោយតែជាមនុស្សប្រុសថោកទាបប្រដែលម្ចាស់ដើមជាឧទាហរណ៍ស្រាប់ហើយជិះឲ្យឆ្ងាយពីមនុស្សប្រុសថោកទាបអាយុវែងមានសុខភាពល្អដោយសារតែប្រាក់$8លានខ្ញុំនឹងទាយឲ្យអ្នកមួយក្បាលល្មមចុះមនុស្សដែលអ្នកស្រឡាញ់ខ្លាំងមិនត្រឹមតែលួចឯកសារដេញថ្លៃរបស់អ្នកទេតែពេលនេះប្រហែលជានៅការិយាល័យរបស់អ្នកកំពុងលេងល្បែងក្បាលខៀវជាមួយជំនួយការរបស់អ្នកហើយដើមរឿងនេះតែគាត់ពណ៌នាបានក្បោះក្បាយណាស់រំភើបសាហាវខ្ញុំចង់ទៅមើលផ្ទាល់តែម្ដងមិនអាចទេរឿងនឹងមិនអាចទៅរួចទេស៊ីលីនស្រឡាញ់បងប្រុសខ្ញុំខ្លាំងណាស់មិនក៏គាត់ធ្វើរឿងបែបនេះទៅបងថ្លៃស្រីគិតខុសហើយមើលទៅគឺបងថ្លៃស្រីនឹងហើយបងថ្លៃស្រីសាក់គិតម្ដងទៀតមើលខ្ញុំគិតខុសក្នុងសាច់រឿងដើមគឺដោយសារតែលីនសឺលីនលួចឯកសារដេញថ្លៃទើបបណ្ដាលឲ្យក្រុមហ៊ុនគូលំហូរសាច់ប្រាក់ដាច់ទីបំផុតឈានទៅរកកាកខ្សែធនសាច់រឿងសំខាន់បែបនេះមិនខ្ញុំភ្លេចទៅរួចខ្សែធនឯងចង់និយាយថាគ្រួសារយើងនឹងខ្សែធនពាក្យរបស់បងថ្លៃស្រីប្រហែលជាមិនពិតទេដឹងខ្ញុំថាគ្រួសារអ្នកឯងនឹងខ្សែធនមែនទេប្រហែលពេលលីនមិនអាចធ្វើបែបនេះដាក់ខ្ញុំបានទេនាងដឹងច្បាស់ណាស់ថាឯកសារដេញថ្លៃសំខាន់ចំពោះខ្ញុំប៉ុណ្ណាអូយឥឡូវនេះមិនមែនជាចំណុចសំខាន់ទេចំណុចសំខាន់គឺឯកសារដេញថ្លៃមិនអាចលេចធ្លាយបានទេហើយក៏ទៅផ្ទៀងផ្ទាត់មើលផងតើអ្វីដែលនាងនិយាយជាការពិតឬអត់ទៅក្រុមហ៊ុនជាមួយខ្ញុំ
ខ្ញុំព្រមតែជួយអ្នកទោះទីទេណាមិនបានព្រមទៅតាមចាប់ប្រពន្ធផិតក្បត់ទេខ្ញុំថែមលុយឲ្យអូខេចាំខ្ញុំផងអូខ្ញុំផងពួកឯងទៅណានឹងម៉ាក់កូនទៅចាប់ប្រុសស្នេហ៍អ្នកណាស៊ីលីននៅក្នុងការិយាល័យបងប្រុសខ្ញុំលួចមានប្រុសស្នេហ៍ពួកយើងទៅមើលថាពិតឬអត់ខ្ញុំទៅដែរពួកឯងពីរនាក់យករបស់ចាស់នេះទៅឃុំក្នុងបន្ទប់ដាក់អេវ៉ាន់ឲ្យខ្ញុំបើគ្មានការអនុញ្ញាតពីខ្ញុំហាមដោះលែងគាត់ឲ្យសោះគឺទេចាស់បាទចាំខ្ញុំផងប្រពន្ធម៉ាក់គូយ៉ានចៅបង